ជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាជាថ្មីម្ដងទៀតនៅក្នុងខ្សែអាតវីដេអូនេះដែរខ្ញុំនឹងរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាតាំងពីដើមកំណើតដំបូងរហូតដល់សម័យកាលបច្ចុប្បន្ននេះសូមបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់រីករាយស្ដាប់ដូចតទៅដើមកំណើតប្រទេសកម្ពុជាមានឈ្មោះជាផ្លូវការថាព្រះរាជាណាចក្រកម្ពុជារាជាណាចក្រកម្ពុជាគឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសកម្ពុជាមានផ្ទៃក្រឡាសរុប 181,035 គីឡូម៉ែត្រការ៉េដោយមានព្រំប្រទល់ជាប់នឹងប្រទេសថៃនៅភាគខាងលិចនិងភាគយប់ជាប់ប្រទេសឡាវនៅភាគខាងជើងនិងភាគឦសានជាប់ប្រទេសវៀតណាមនៅភាគខាងកើតនិងប៉ែកអាគ្នេយ៍ហើយជាប់ឈូងសមុទ្រថៃនៅភាគខាងត្បូងនិងភាគនិរតីរាជធានីនិងទីក្រុងធំហើយផ្លូវការនោះគឺរាជធានីភ្នំពេញចំពោះឈ្មោះផ្លូវការនៃប្រទេសកម្ពុជាគឺព្រះរាជាណាចក្រកម្ពុជាក៏ប៉ុន្តែជារឿយៗត្រូវបានគេហៅកាត់ខ្លីថាកម្ពុជាតាមគ្រាមភាសាជនជាតិខ្មែរភាគច្រើនតែងហៅប្រទេសខ្លួនឯងថាស្រុកខ្មែរដែលមានន័យថាដែនដីនៃពួកខ្មែរបើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបានពិពណ៌នាថាពាក្យនេះជាឈ្មោះនៃប្រទេសខ្មែរយើងហៅប្រទេសរបស់យើងថាកម្ពុជារដ្ឋក៏បានថាកម្ពុជាទេសក៏បានថាប្រទេសកម្ពុជាក៏បានថាប្រទេសខ្មែរក៏បានថាខេមរៈប្រទេសឬក៏ថាខេមរៈរដ្ឋក៏បានកាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាបឬក្នុងការតែងសេចក្តីជាពាក្យរាយខ្លះយើងអាចហៅប្រទេសយើងបានតាមត្រូវការប៉ុន្តែពាក្យប្រើក្នុងផ្លូវការគឺយើងសរសេរហើយយើងហៅកម្ពុជារដ្ឋឬក៏ប្រទេសកម្ពុជាដើម្បីដឹងអំពីឫសគល់នៃការកើតនៃប្រទេសកម្ពុជាយើងគួរតែស្វែងយល់អំពីដើមកំណើតនៃជនជាតិខ្មែរជាមុនសិនខ្មែរគឺជាជនជាតិដើមមួយដែលបានរស់នៅលើទឹកដីខ្មែរតាំងពីសម័យបុរេប្រវត្តិរហូតមកដល់សម័យបច្ចុប្បន្នបើតាមសំណល់សម្ភារៈឆ្អឹងមនុស្សសម័យដើមដែលចាស់ជាងគេបំផុតហើយត្រូវបានគេរកឃើញនៅតាមស្ថានីយបុរេប្រវត្តិសាស្ត្រនានាបង្ហាញឲ្យយើងដឹងថាមនុស្សដែលរស់នៅលើទឹកដីកម្ពុជាមានដើមកំណើតតាំងពីឆ្នាំ682,000ឆ្នាំមុនគ្រិស្តសករាជមកម្លេះក៏ប៉ុន្តែចំពោះបញ្ហាដើមកំណើតនៃជនជាតិខ្មែរមកពីណាគឺមានទ្រឹស្ដីជាច្រើនដែលមិនចុះសម្រុងគ្នាដោយអ្នកនិពន្ធខ្លះសរសេរថាខ្មែរជាជាតិសាសន៍ឥណ្ឌាទី2ដោយឃើញខ្មែរយើងកាន់សាសនានិងទំនៀមទម្លាប់តាមបែបឥណ្ឌាដូចជាពិធីកោសជប់ពិធីបូជាសពជាដើមមានអ្នកស្រាវជ្រាវខ្លះទៀតបានអះអាងថាខ្មែរបានធ្វើដំណើរនៅសម័យបុរេប្រវត្តិសាស្ត្រពីទិសខាងជើងគឺតំបន់ទីបេចុះមកតាំងពីលំនៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងនេះទន្ទឹមនឹងនោះក៏មានអ្នកប្រាជ្ញមួយចំនួនបានសន្និដ្ឋានថាខ្មែរជាអ្នកកើតលើទឹកដីឥណ្ឌូចិននេះដំបូងគេគ្រាន់តែបានទទួលនៅឥទ្ធិពលវប្បធម៌ពីពួកឥណ្ឌាចាប់ពីសតវត្សទី1តែប៉ុណ្ណោះក្នុងចំណោមមតិយោបល់ទាំងនោះយើងអាចកត់សម្គាល់ឃើញមានទស្សនៈពីរបែបដែលបានលើកឡើងអំពីដើមកំណើតជនជាតិខ្មែររួមមានទស្សនៈទី1វាទទួលស្គាល់ថាខ្មែរជាជនជាតិអន្តោប្រវេសន៍ចេញពីប្រទេសឥណ្ឌាហើយបានចូលមករាតត្បាតដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយជនជាតិដើមនោះគឺមនុស្សក្នុងអំបូរម៉ាឡាយូប៉ូលីនេសៀងឬអូស្តូនេសៀងមនុស្សក្នុងអំបូរម៉ាឡាយូប៉ូលីនេសៀងឬអូតូនេសៀងនេះគឺស្ថិតនៅក្នុងអំបូរភាសានិយាយរបស់ជនជាតិដែលរស់នៅលើកោះក្នុងតំបន់មហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកនេះគឺជាទស្សនៈរបស់លោក Hendrik Khan ក្រោយមកមានអ្នកប្រាជ្ញមួយចំនួនទៀតដូចជាលោក
អាដេមេលក្លេនិងលោកជាគូជាដើមក៏ទទួលយល់ស្របតាមទស្សនៈខាងលើនេះដែរលោកជាគូថែមទាំងបានបញ្ជាក់ទៀតថាជនជាតិខ្មែរមនប្រហែលជាត្រូវពួកត្រាវិតឬអារិយ៉ាន់ច្រើនចេញពីប្រទេសឥណ្ឌាហើយមួយចំនួនដែលសេសសល់បានចូលមកលុកលុយប្រទេសភូមានិងប្រទេសកម្ពុជាដោយឡែកទស្សនៈទី2បានសន្និដ្ឋានថាខ្មែរជាជនជាតិពិសេសមួយនៅក្នុងក្រុមខ្មែរមនហើយបានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតាំងពីបុរេប្រវត្តិសាស្ត្រមកម្លេះនេះគឺជាទស្សនៈរបស់លោក Bernard Philippe Croslier ជាអ្នកធ្វើការនៅអភិរក្សដ្ឋានអង្គរនិងលោក Marcel Talabo ហើយលោកទាំងពីរយល់ឃើញថាក្នុងសម័យបុរេប្រវត្តិសាស្ត្រមានហ្វូងមនុស្សជាច្រើនក្រុមបានចេញដំណើរពីភូមិភាគខាងជើងហើយចូលមកតាំងទីលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ក្នុងនោះមានពួកអូស្កូឡូស៊ីតពួកមេឡាណេសៀងនិងឥណ្ឌូណេសៀងអំបូរខ្មែរមនគឺជាពួកកាត់ផ្សំគ្នារវាងពាក្យឥណ្ឌូណេសៀងនិងពួកមេឡាណេសៀងហើយដែលបានមករស់នៅរាយប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូរហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌាតាមទស្សនៈក្រុមទី2ខាងលើយើងឃើញថាហាក់ដូចជាសមស្របទៅនឹងទស្សនៈរបស់ខ្មែរច្រើនដោយហេតុថាតាមរយៈរឿងព្រេងនានាជាពិសេសរឿងប្រថោងនឹងនាគខ្មែរតែងតែចាត់ទុកខ្លួនឯងថាមានប្រភពពីស្រុកខ្មែរនេះឯងនេះមានន័យថាប្រសិនបើជាគ្មានព្រះនាងនាគឬសោមានៅស្រុកខ្មែរទេព្រះថោងឬក៏កៅដិនដែលមានប្រភពមកពីឥណ្ឌានោះក៏ពុំមានលទ្ធភាពគ្រប់គ្រងនគរភ្នំដែលគេហៅថាហ្វូណនឬកោះគោកឆ្លងនោះបានដែរហើយឥណ្ឌាក៏មិនអាចផ្សព្វផ្សាយអរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរនេះទៀតផងសរុបសេចក្តីមកបញ្ហាដើមកំណើតជាតិខ្មែរនេះមានសមាតិកម្មជាច្រើននិងប្លែកៗគ្នាតែមតិទាំងអស់នោះមានចំណុចរួមមួយត្រង់ថាខ្មែរជាជនជាតិមួយស្ថិតក្នុងអំបូរពិសេសគឺអំបូរខ្មែរមនឬខមហើយជាជនជាតិដើមរស់នៅលើទឹកដីខ្មែរបច្ចុប្បន្នក្នុងការរស់នៅដំបូងនៅលើទឹកដីកម្ពុជាបច្ចុប្បន្នខ្មែរពុំទាន់អាចបង្កើតជារដ្ឋមួយបានត្រឹមត្រូវនោះទេហើយក៏ពុំមានតួអក្សរសម្រាប់កត់ត្រាព្រឹត្តិការណ៍ផ្សេងៗនោះដែរហើយដំណាក់កាលនោះគេឲ្យឈ្មោះថាសម័យបុរេប្រវត្តិបុរេសម័យនៃប្រទេសកម្ពុជាជាសម័យមួយដែលមានអាយុកាលយូរលង់ណាស់មកហើយជាសម័យមួយដែលប្រវត្តិវិទូពិបាកនឹងតាំងអាយុដោយទៀងទាត់តែដោយសារការសិក្សាអំពីសំណង់នៃសម្ភារៈឬឆ្អឹងមនុស្សដែលបន្សល់ទុកកាលពីសម័យដើមគេក៏អាចដឹងពីចំណាស់នៃសំណល់ទាំងអស់នោះផងដែរបុរេប្រវត្តិនៃកម្ពុជាបានចាប់ផ្ដើមតាំងពីប្រមាណ682,000ឆ្នាំមុនគ្រិស្តសករាជរហូតមកដល់សតវត្សទី1នៃគ្រិស្តសករាជក្នុងរយៈពេលដ៏យូរអង្វែងនេះបុព្វបុរសរបស់ជនជាតិខ្មែរមិនទាន់ចេះសរសេរអក្សរនៅឡើយនោះទេក្នុងការសិក្សាអំពីបុរេប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាជារឿយៗជារឿងគួរឲ្យស្មុគស្មាញបំផុតមួយប៉ុន្តែដោយយោងទៅតាមស្ថានីយ៍បុរេប្រវត្តិសាស្ត្រមួយចំនួនដែលគេបានរកឃើញគេអាចសន្និដ្ឋានបានថានៅសម័យបុរេប្រវត្តិសាស្ត្រខ្មែរបានឆ្លងកាត់នៅយុគធំៗ3គឺយុគថ្មបំបែកយុគថ្មរំលីងនិងយុគលោហៈបុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រជាពិសេសយុគលោហៈចូលចិត្តកសាងទីប្រជុំជនរាងមូលដោយក្បាលគូខ្យងភាគច្រើននៅលើទឹកដីខ្ពស់ឬទីទួលខ្ពស់ហើយមានគូទឹកហុំព័ទ្ធជុំវិញសម្រាប់ការពារជ្រកកោនក្នុងគ្រាមានភ័យអាសន្នអន្តរាយឬចម្បាំងរាំងជលចំពោះទីតាំងនៃការបង្កើតរដ្ឋខ្មែរមុនដំបូងបង្អស់នាសម័យបុរេប្រវត្តិសាស្ត្រគឺស្ថិតនៅក្នុងតំបន់ដីក្រហមភាគខាងកើតទន្លេមេគង្គនៃខ្ពង់រាបខេត្តរតនគិរីចុះមកខេត្តកំពង់ចាម
លាតសន្ធឹងទៅដល់ខេត្តមួយចំនួននៃអតីតកម្ពុជាក្រោមដូចជាខេត្តឡុងនិញឬរោងដំរីជនជាតិខ្មែរនៅសម័យបុរេប្រវត្តិសាស្ត្រអនុវត្តជំនឿគោរពបុព្វបុរសដូនតាហើយធ្វើសក្ការៈបូជាអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលជាទង្វើអាចឲ្យយើងយល់បានថានៅក្នុងប្រទេសមួយដែលទឹកនិងដីមិនអាចកាត់ដាច់ពីគ្នាបានហើយហាក់ដូចជាលាយឡំភ្ជាប់គ្នាទៅនឹងមេឃក្នុងគំនិតចក្រវាឡដ៏អស្ចារ្យមួយមនុស្សខ្មែរជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេគឺនឹងទៅចាប់ជាតិសារជាថ្មីម្ដងទៀតយ៉ាងណាមិញបើយោងតាមសៀវភៅជំនឿសាសនាដើមរបស់ខ្មែរម្ចាស់ស្រុកនៃរាជបណ្ឌិតសភាកម្ពុជាបានសរសេរថាខាងដើមសម័យបុរេប្រវត្តិនេះមានអរិយធម៌មានវប្បធម៌ជាតិសាសនាមួយចូលមកលាយឡំឡើយអ្វីដែលខ្មែរចេះដឹងធ្វើកើតក្នុងសម័យកាលនោះគឺជាគំនិតខ្មែរផ្ទាល់ជារបស់ខ្មែរនិងជាស្នាដៃរបស់ខ្មែរគឺជាខេមរៈនិយមសុទ្ធសាធដូចជាវប្បធម៌អរិយធម៌ភាសាជាដើមសុទ្ធតែកើតចេញមកពីប្រភពខ្មែរមុននោះឯងការឈានទាងចេញពីសម័យបុរេប្រវត្តិខ្មែរបានឈានចូលដល់សម័យប្រវត្តិសាស្ត្រមួយទៀតគឺពេលវេលាដែលខ្មែរចាប់ផ្ដើមមានតួអក្សរដើម្បីកត់ត្រាហេតុការណ៍នានាមានការរៀបចំរដ្ឋបានត្រឹមត្រូវនិងចេះទទួលយកវប្បធម៌បរទេសមកផ្សំបញ្ចូលជាមួយនឹងវប្បធម៌របស់ខ្មែរនោះគឺសម័យនគរភ្នំឬកូននអាណាចក្រភ្នំគឺជាសម័យកាលដំបូងបំផុតនៃការចាប់ផ្ដើមប្រវត្តិសាស្ត្រប្រទេសកម្ពុជាបច្ចុប្បន្នសម័យនគរភ្នំរាប់ចាប់ពីសតវត្សទី1ដល់សតវត្សទី6គឺឆ្នាំ550នៃគ្រិស្តសករាជសម័យកាលនោះជាសម័យកាលដ៏រុងរឿងបំផុតហើយទឹកដីខ្មែរបានលាតសន្ធឹងលើមួយភាគធំនៃអាស៊ីអាគ្នេយ៍ដីគោកក្រៅពីប្រទេសខ្មែរបច្ចុប្បន្នទឹកដីកូសាំងស៊ីនទាំងមូលផ្នែកខាងត្បូងនិងកណ្ដាលនៃប្រទេសឡាវនិងផ្នែកខាងកើតនៃប្រទេសសប្ថ្ងៃក៏ជារបស់ខ្មែរដែរហើយមានពេលខ្លះអំណាចខ្មែរបានលាតសន្ធឹងទៅដល់ជ្រោយម៉ាឡាយូនិងប្រទេសភូមាថែមទៀតផងចំពោះទីតាំងនៃអាណាចក្រភ្នំមានប្រវត្តិវិទូជាច្រើនបានខ្វែងគំនិតគ្នាដោយអ្នកខ្លះយល់ឃើញថាពូណនជាអាណាខេត្តមួយរបស់ចិនហើយស្ថិតនៅត្រង់ប្រទេសតុងតឹងហើយអ្នកខ្លះទៀតយល់ថាស្ថិតនៅឯប្រទេសភូមាខ្លះទៀតថាត្រូវនឹងឆ្នេរសមុទ្រតេណាហ្សេរីមក្រៅពីនោះអ្នកសិក្សាឯទៀតជឿថាពូណននៅត្រង់ប្រទេសខ្មែរឬប្រទេសសៀមបើយោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកស្រីឡាយហ៊ុនគីហៅត្រឹងងារអាណាចក្រភ្នំមានទីតាំងត្រូវនឹងប្រទេសខ្មែរសប្តាហ៍ថ្ងៃកម្ពុជាក្រោមនិងប្រទេសថៃផ្នែកកណ្ដាលយ៉ាងណាវិញសិលាចារឹកខ្មែរនាសម័យក្រោយមកទៀតបាននិយាយអំពីក្រុងវិយាធបុរៈបុរីនៃស្ដេចជ័ក្រដំរីដែលអ្នកប្រវត្តិសាស្ត្របានចាត់ទុកថាជារាជធានីមួយរបស់ពូណនចិនហៅរាជធានីនោះថាតូម៉ូដែលលោកសោសដេសថាត្រូវនឹងពាក្យខ្មែរបុរាណតមៈឬអ្នកទាក់ដំរីលោកយល់ទៀតថាក្រុងវិយាធបុរៈនេះស្ថិតនៅម្ដុំបាភ្នំនិងបាណាមក្នុងខេត្តព្រៃវែងសប្តាហ៍ថ្ងៃព្រះវិខុបានខាត់ក៏មានព្រះយោបល់ដូចយោបល់របស់លោកសដេសខាងលើនោះដែរតាមរយៈដំណើរវិវត្តនៃប្រវត្តិសាស្ត្របានបង្ហាញថាអាណាចក្រភ្នំបានទទួលឥទ្ធិពលវប្បធម៌ពីប្រទេសឥណ្ឌាវប្បធម៌ឥណ្ឌាហូរចូលមកអាណាចក្រភ្នំតាមរយៈព្រះបាទហ៊ុនសៀនឬព្រះថោងរឿងកៅដិនដែលបានច្បាំងឈ្នះព្រះនាងសោមាដែលជាក្សត្រីនៃប្រទេសកម្ពុជាហើយទ្រង់ក៏បានរៀបអភិសេកជាមួយព្រះនាងបង្កើតសន្តតិវង្សខ្មែរដំបូងគឺអាណាចក្រភ្នំដែលចិនហៅថាហ្វូណននៅពេលនោះហើយដែលព្រះបាទហ៊ុនសៀនជាជាតិឥណ្ឌាបាននាំយកនៅទំនៀមទម្លាប់ប្រពៃណីផ្សេងពីប្រទេសឥណ្ឌាមានសាសនាភាសាអ្នកប្រាជ្ញអក្សរសាស្ត្រច្បាប់ទម្លាប់ផ្សេងជាពិសេសគឺរបៀបរៀបចំ
ឬគំនិតដឹកនាំប្រទេសតាមបែបរាជាធិបតេយ្យមកបន្ថែមឲ្យឬក៏បញ្ចូលគ្នានឹងអ្វីៗដែលសង្គមខ្មែរមានរួចទៅហើយនោះដូចជារឿងជំនឿលើព្រលឹងដូនតាការគោរពមេបាអារក្សអ្នកតានិងលទ្ធិមេត្តាធិបតេយ្យយកមេជាធំដែលជាហេតុធ្វើឲ្យសង្គមខ្មែរក្នុងសម័យនោះមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតបន្ទាប់ពីព្រះបាទកៅឌិនឬហ៊ុនទៀនសោយពីវង្គតទៅព្រះបាទហ៊ុនផាន់ហួនបានឡើងសោយរាជ្យបន្តព្រះបាទហ៊ុនផាន់ហួនជាព្រះរាជាមួយអង្គខ្លាំងពូកែមានកលល្បិចក្នុងការធ្វើសង្គ្រាមពង្រឹងអំណាចកណ្ដាលហើយវាយពង្រឹងអាណាចក្រឲ្យធំទូលាយស្ដេចអង្គនេះសោយពីវង្គតក្នុងជន្មាយុ90ព្រះវស្សានៅដើមសតវត្សទី3នៃគ្រិស្តសករាជរាជបុត្ររបស់ព្រះអង្គដែលអ្នកនិពន្ធចិនបានសរសេរថាមានព្រះនាមប៉ានត្រូវជ្រើសតាំងឲ្យឡើងស្នងរាជបន្តពីព្រះអង្គប៉ុន្តែព្រះរាជាអង្គថ្មីនេះបានប្រគល់ភារកិច្ចការគ្រប់គ្រងរដ្ឋទាំងអស់ទៅឲ្យមេទ័ពម្នាក់ឈ្មោះស្រីមារៈមើលកិច្ចការជំនួសទៅវិញព្រះអង្គសោយរាជ្យបានតែ3ឆ្នាំក៏សុគតទៅពួកនិមឺនសពមុខមន្ត្រីក៏ជ្រើសរើសមេទ័ពស្រីមារៈឲ្យឡើងសោយរាជ្យជំនួសព្រះអង្គស្រីមារៈគឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាមវរ្ម័នដែលមានន័យថាអ្នកការពារមកប្រើដំបូងគេបង្អស់ហើយព្រះនាមវរ្ម័ននេះបានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូតលុះត្រាដល់ពេលដែលបដិវត្តនយោបាយនិងសាសនារបស់នាយត្រសក់ផ្អែមកើតឡើងទើបនាមវរ្ម័ននេះត្រូវបានបញ្ចប់ព្រះបាទស្រីមារៈជាស្ដេចសឹកដ៏ខ្លាំងពូកែព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផងនិងធ្វើសង្គ្រាមតាមផ្លូវទឹកផងហើយពង្រឹងអំណាចរបស់ព្រះអង្គលើដែនដីភាគខាងក្រោមកម្ពុជាក្រោមសព្វថ្ងៃលើភាគកណ្ដាលនៃទន្លេមេគង្គហើយរឹបដាក់ជាចំណុះនៅរដ្ឋតូចៗនៅភាគខាងជើងជ្រោយម៉ាឡាយូដើម្បីត្រួតពិនិត្យលើផ្លូវគោកនិងទីសម្ចតទាំងឡាយចន្លោះឈូងសមុទ្របឹងហ្គាល់និងឈូងសមុទ្រសៀមព្រះអង្គទ្រង់សោយពីវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេសម៉ាឡេស៊ីក្មួយរបស់ព្រះអង្គព្រះនាមហ្វានឆានដែលប្រហែលជាមានព្រះនាមក្នុងរាជថារណិនភៈវរ្ម័នបានជ្រែករាជដោយបានធ្វើគុតរាជទាយាទគឺព្រះរាជបុត្រច្បងរបស់ព្រះបាទស្រីមារៈឲ្យឡើងសោយរាជបន្តព្រះអង្គសោយរាជបានរយៈពេល20ឆ្នាំនៅក្នុងរាជរបស់ព្រះអង្គបានរឹតចំណងការទូតជាមួយនឹងរាជវង្សឥណ្ឌាមោរុណ្ឌៈនៅឆ្នាំ243នៃគ្រិស្តសករាជព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិនដើម្បីនាំដង្វាយជាអ្នកភ្លេងនិងផលិតផលផ្សេងៗទៅថ្វាយស្ដេចក្រុងចិនគឺនៅក្នុងរាជព្រះអង្គហ្វាឆាននេះហើយដែលគេបានសាងសិលាចារឹកខ្មែរដែលចាស់ជាងគេជាភាសាសំស្ក្រឹតក្នុងដែនសមនរដ្ឋមួយរបស់អាណាចក្រនគរភ្នំសិលាចារឹកនេះត្រូវបានគេរកឃើញនៅរមណីយដ្ឋានវ៉ូកាញ់ក្នុងតំបន់ញ៉ាត្រាងប្រទេសវៀតណាមសព្វថ្ងៃប្រហែលជានៅក្នុងឆ្នាំ250ព្រះអង្គហ្វានឆានត្រូវធ្វើគុតដោយព្រះរាជបុត្រពៅរបស់ព្រះបាទស្រីមារៈដោយយកលេសថាសងសោយមេទ័ពម្នាក់របស់ព្រះអង្គហ្វានឆានមានឈ្មោះថាអសុចៃដែលតាមភាសាចិនឈ្មោះហ្វាន់ស៊ីយុនបានធ្វើគុតរាជទាយាទគឺព្រះរាជបុត្រពៅរបស់ព្រះបាទស្រីមារៈហើយប្រកាសខ្លួនឡើងសោយរាជជាអុរងវនំព្រះបាទហ្វាន់ស៊ីយុនជាព្រះរាជាដែលស្រឡាញ់សន្តិភាពទ្រង់យកប្រតិទុកដាក់នឹងព្រះរាជកិច្ចរបស់ព្រះអង្គយ៉ាងខ្លាំងក្លាដើម្បីរក្សាកិត្យានុភាពព្រះអង្គបានប្រើប្រាស់ការទូតច្រើនជាងកម្លាំងទ័ពព្រះអង្គទ្រង់រក្សាចំណងទាក់ទងជាប្រក្រតីជាមួយព្រះរាជវាំងមោរុណ្ឌៈនៃប្រទេសឥណ្ឌា
កំឡុងឆ្នាំ268ដល់ឆ្នាំ287ព្រះអង្គក៏បានបញ្ជូនរាជទូតទៅប្រទេសចិនផងដែរអាណាចក្រភ្នំត្រូវបានដួលរលំនៅក្នុងរាជការរបស់ព្រះបាទរិន្ទ្រវរ្ម័នចំពោះការដួលរលំនៃអាណាចក្រភ្នំនេះគឺពុំមានឯកសារណាបញ្ជាក់អំពីមូលហេតុពិតប្រាកដនោះឡើយដូច្នេះហើយបានជាមានប្រវត្តិវិទូជាច្រើនលើកឡើងនៅមូលហេតុផ្សេងៗគ្នាអំពីការដួលរលំនៃអាណាចក្រភ្នំសម្រាប់មូលហេតុដែលនាំឲ្យដួលរលំនៅអាណាចក្រភ្នំមានដូចខាងក្រោម 1. កាលនោះនៅសតវត្សទី 6 មានគ្រោះទឹកចំនួនយ៉ាងធំបានលិចលង់អាណាចក្រភ្នំធ្វើឲ្យអ្នកស្រុកមិនអាចទ្រាំរស់នៅតំបន់លិចទឹកតំបន់ខាងក្រោមទៀតបាននោះទេក៏នាំកូនចៅទៅរស់នៅតំបន់ដីគោកខាងជើងគឺចេនឡារួចលែងត្រឡប់មកតំបន់អាណាចក្រភ្នំនៅខាងត្បូងវិញ2ប្រវត្តិវិទូខ្លះទៀតក៏បានទាញយកហេតុផលថាអ្នកស្រុកចេនឡាត្រកូលសូរ្យវង្សវង្សព្រះអាទិត្យគោរពសាសនាព្រាហ្មណ៍គណៈឥសូរចំណែកឯអ្នកនគរភ្នំត្រកូលសោមវង្សវង្សព្រះច័ន្ទគោរពសាសនាព្រះពុទ្ធគណៈហនុយានដូចនេះហើយអ្នកស្រុកចេនឡាវាយបង្ខំអ្នកស្រុកនគរភ្នំឲ្យគោរពសាសនាព្រាហ្មណ៍ដោយពួកគេដែរមូលហេតុទី 3 មតិខ្លះទៀតលើកឡើងថាប្រជារាស្ត្រនៅនគរភ្នំពុំពេញចិត្តនឹងព្រះបាទអរុណទ្រវរ្ម័នដែលបានសម្លាប់ព្រះបាទគុណវវរ្ម័នរាជទាយាទពេញសិទ្ធិនោះទេដែលត្រូវជាប្អូនរួចដណ្ដើមរាជសម្បត្តិប្រជារាស្ត្រនាំគ្នាធ្វើការបះបោរប្រឆាំងទើបបណ្ដាលឲ្យនគរភ្នំដួលរលំមូលហេតុទី 4 ហើយមតិទី 4 លើកឡើងថាព្រះបាទភវវរ្ម័នទី 1 ជាចៅរបស់រិន្ទ្រវរ្ម័នក្រោយពីរៀបអភិសេកជាមួយព្រះនាងកម្ពុជារាជលក្ស្មីក៏ក្លាយជាស្ដេចនៅនគរចេនឡាឲ្យបានលើកទ័ពមកវាយបង្ក្រាបចលនាបះបោរដែលប្រឆាំងនឹងព្រះបាទរិន្ទ្រវរ្ម័ននិងគ្រប់គ្រងនគរភ្នំទៅវិញទីបំផុតនគរភ្នំដួលរលំហើយនគរចេនឡាក៏បានប្រសូតឡើងចេញពីបឋមក្សត្រគឺព្រះបាទភវវរ្ម័នទី 1សម័យចេនឡាសម័យចេនឡាគិតចាប់ពីឆ្នាំ550នៃគ្រិស្តសករាជរហូតដល់ឆ្នាំ802នៃគ្រិស្តសករាជព្រះបាទភវវរ្ម័នទី 1 ជាស្ថាបនិកនៃសម័យចេនឡាក្រោយពីព្រះអង្គឡើងសោយរាជភ្លាមរវាងឆ្នាំ550នៃគ្រិស្តសករាជព្រះអង្គក៏ផ្លាស់ឈ្មោះនគរភ្នំឲ្យហៅថាចេនឡាឬប្រទេសកម្ពុជាវិញការពិតចេនឡាគឺជាអតីតសមនរដ្ឋរបស់អាណាចក្រភ្នំស្ថិតនៅត្រង់វាលទំនាបបណ្ដាលនៃទន្លេមេគង្គក្នុងតំបន់បាសាក់នៃប្រទេសឡាវសព្វថ្ងៃនិងតំបន់ខាងត្បូងខ្ពង់រាបកូរ៉ាត់ប្រទេសទល់ទន្លេមេណាមនិងវាលទំនាបទន្លេមេគង្គខាងជើងត្រង់តំបន់បក្សសេវវត្ថុរាជធានីភវបុរៈទឹកដីឡាវសព្វថ្ងៃដោយសារតែអាណាចក្រភ្នំចុះខ្សោយចេនឡាបានផ្ដួលរលំអាណាចក្រភ្នំឲ្យគ្រប់គ្រងដែនដីនៅទីនោះទាំងមូលទោះបីជាអាចបង្រួបបង្រួមអាណាចក្រភ្នំក៏ពិតមែនប៉ុន្តែចេនឡាមិនមានការឯកភាពផ្ទៃក្នុងជាធ្លុងមួយនោះទេនៅសម័យចេនឡាមានបូរីដែលមានន័យថាទីក្រុងប្រហែលជា30ឯណោះចំណែកការតមកទៀតចេនឡាក៏បានបែកបាក់ជាពីរគឺចេនឡាទឹកនិងចេនឡាគោកឯកសារចិនបានកត់ត្រាថានៅក្រោយឆ្នាំ705រហូតដល់ឆ្នាំ706នៃគ្រិស្តសករាជស្ដេចនៃប្រទេសសមណរាជទាំងឡាយបានរលាស់ចំណងត្រួតត្រារបស់ចេនឡារួចថែមទាំងធ្វើឲ្យអំណាចកណ្ដាលនៃព្រះរាជាណាចក្រខ្មែរត្រូវបែកបាក់ទៀតផងហើយដូច្នេះហើយបានជានៅសតវត្សទី 8នៃគ្រិស្តសករាជគេឃើញប្រទេសកម្ពុជាបែកចេញជាពីរភូមិភាគទី 1គឺចេនឡាដីគោកដែលចិនហៅថាវេនតា ស្ថិតនៅខាងជើងភ្នំដងរែកនិងភូមិភាគទី 2 គឺចេនឡាដីទឹក
ស្ថិតនៅខាងក្រោមទន្លេមេគង្គមូលហេតុនៃការបែងចែកនេះដោយសារកំសោយអំណាចកណ្ដាលព្រោះព្រះបាទជ័យវរ្ម័នទី1គ្មានព្រះរាជបុត្រស្នងរាជនោះទេទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យព្រះនាងជ័យទេវីទី1ជារាជបុត្រីដោយសារព្រះនាងជាស្ត្រីនោះហើយដែលធ្វើឲ្យប្រទេសបែកជាពីរស្របពេលដែលចេនឡាកំពុងតែបែកបាក់នៅសតវត្សទី8នៃគ្រិស្តសករាជពួកចៅសមុទ្រជាតិជ្វាដែលជិះសំពៅធំធំបានចូលមករាតត្បាតឆ្នេរសមុទ្រនិងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិពួកចៅសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះព្រោះតែនៅពេលនោះរាជវង្សសៃឡែនត្រាក់ដែលសោយរាជនៅកោះជ្វាហើយដែលជាប់រាជវង្សស្ថាបនិកប្រាសាទបូរ៉ូបូឌូដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួននៅលើអាស៊ីអាគ្នេយ៍ទាំងមូលនៅឆ្នាំ774និង787ពួកចៅជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងទីលំនៅជាមូលដ្ឋានក៏បានលើកគ្នាទៅរាតត្បាតឆ្នេរសមុទ្រប្រទេសចម្ប៉ាផងដែរគឺនៅពេលជាមួយគ្នានោះហើយដែលពួកចៅនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរដោយធ្វើដំណើរបញ្ច្រាស់ឡើងតាមដងទន្លេមេគង្គមកដល់សម្ភុបុរៈដុតបំផ្លាញទីក្រុងឡោមព័ទ្ធរាជវាំងចាប់បានព្រះរាជាព្រះនាមមហីបតិវរ្ម័នជាបុត្រព្រះបាទរាជេន្ទ្រវរ្ម័នទី1កាត់យកព្រះសិរសាហើយយកទៅប្រទេសជ្វារហូតដល់ឆ្នាំ802នៃគ្រិស្តសករាជទើបមានព្រះមហាក្សត្រខ្មែរមួយព្រះអង្គបានរំដោះខ្លួនចេញពីប្រទេសជ្វាហើយអាចបង្រួបបង្រួមប្រទេសកម្ពុជាឲ្យឯកភាពគ្នាឡើងវិញហើយបង្កើតអាណាចក្រអង្គរដ៏រុងរឿងព្រះមហាក្សត្រអង្គនោះគឺព្រះបាទជ័យវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី2ព្រះអង្គបានរំដោះប្រទេសជាតិពីពួកជ្វាហើយនៅលើកំពូលភ្នំគូលែនព្រះបាទជ័យវរ្ម័នទី2បានរៀបចំពិធីថ្មីមួយដែលមានឈ្មោះថាពិធីទេវរាជក្នុងគោលបំណងឲ្យប្រទេសខ្មែររួចផុតពីចំណុះជ្វាព្រមទាំងធ្វើឲ្យព្រះអង្គមានឋានៈជាស្ដេចនៃចក្រវាឡចាប់តាំងពីពេលនោះមកហើយដែលប្រទេសខ្មែរចាប់ផ្ដើមបើកទំព័រប្រវត្តិសាស្ត្រថ្មីចូលដល់សម័យអង្គរដ៏រុងរឿងសម័យអង្គរនៅសម័យអង្គរប្រទេសខ្មែរមានឈ្មោះថាជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍ដូច្នេះហើយអរិយធម៌ខ្មែរបានឡើងដល់កម្រិតកំពូលនៅសតវត្សទី9រហូតដល់សតវត្សទី15នៃគ្រិស្តសករាជភាពរុងរឿងនេះអាចសម្គាល់បានដោយគិតទៅលើផ្ទៃដីទូលំទូលាយលាតសន្ធឹងស្ទើរតែទូទាំងអស់នៃផ្ទៃដីឥណ្ឌូចិនទាំងមូលដែលគ្របដណ្ដប់លើទឹកដីកម្ពុជាថៃឡាវនិងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្នព្រំដែននៃអាណាចក្រខ្មែរលាតសន្ធឹងរហូតទៅដល់ប្រទេសចិននៅប៉ែកខាងជើងភូមានៅប៉ែកខាងលិចម៉ាឡេស៊ីនៅប៉ែកខាងត្បូងនិងនគរចម្ប៉ានៅប៉ែកខាងកើតប្រាសាទសិលាមានចំនួនច្រើនរាប់ពាន់ប្រកបដោយក្បូរក្បាច់រចនាគួរឲ្យភ្ញាក់ភ្នែកទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់មានទាំងភាសាសំស្ក្រឹតនិងភាសាខ្មែរបុរាណឬជួនកាលមានភាសាទាំងពីរលាយចម្រុះគ្នាដោយរូបបដិមាគ្រប់ប្រភេទនិងបុរាណវត្ថុផ្សេងៗទៀតជាពិសេសដោយបរិក្ខារសង្ឃរណៈដែលមានសេសសល់រហូតដល់ទៅសព្វថ្ងៃនេះដូចជាបារាយទំនប់ទឹកបណ្ដាញផ្លូវទឹកផ្លូវថ្នល់និងសំណង់ស្ពានជាដើមសម័យអង្គររីកចម្រើនខ្លាំងបំផុតនៅក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី2ព្រះបាទសូរ្យវរ្ម័នទី2គឺជាព្រះមហាក្សត្រខ្មែរដ៏ល្បីល្បាញមួយព្រះអង្គណាប្រហោះដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គគឺការដឹកនាំស្ថាបនាប្រាសាទអង្គរដ៏ល្អឯកគ្មានទីនៅលើពិភពលោកយើងនេះ
ព្រះបាទសូរ្យវរ្ម័នទី2ជាស្ដេចសឹកដ៏អង្អាចក្លាហានព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់ហើយបានច្បាំងជាច្រើនលើកច្រើនសារជាមួយនឹងប្រទេសចម្ប៉ាដែលបានបញ្ជូនទ័ពមកឃ្លានពានទឹកដីខ្មែរតាំងពីមុនរាជរបស់ព្រះអង្គគឺពេលដែលប្រទេសបែកបាក់គ្នាហើយមានស្ដេចសោយរាជដល់ទៅ2អង្គនៅក្នុងពេលតែមួយសង្គ្រាមជាមួយប្រទេសចម្ប៉ានេះព្រះអង្គទទួលបានជោគជ័យហើយខ្មែរបានកាន់កាប់ក្រុងវិជ័យចាប់ពីឆ្នាំ1145ដល់ឆ្នាំ1149ហើយព្រះអង្គបានដាក់ប្អូនថ្លៃព្រះអង្គឈ្មោះហបិទេវៈឲ្យសោយរាជគ្រប់គ្រងក្រុងវិជ័យនោះទៀតផងលើសពីនេះទៅទៀតព្រះអង្គបានធ្វើចម្បាំងជាមួយនឹងពួកយួនដៃវៀតដែលចេះតែខົບខិតជាមួយពួកក្បត់ហើយអនុញ្ញាតឲ្យពួកក្បត់នោះជ្រកកោនក្រោមបង្គាប់យួនដៃវៀតថែមទាំងបានធ្វើចម្បាំងបង្ក្រាបក្សត្របូរីថៃដែលក្រោកបះបោនៅវាលទំនាបខាងលើនៃទន្លេមេណាមផងព្រមទាំងច្បាំងជាមួយពួកមននៅហារិបញ្ជ័យថែមទៀតផងដោយសារព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែដូចនេះហើយទើបព្រះចៅក្រុងចិនស្វែងប្រនាមថាកិនពីវវិនជេងដែលប្រហែលជាត្រូវនឹងពាក្យខ្មែរថាកំរងតេងនោះឯងក្នុងរាជការរបស់ព្រះអង្គប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់គឺខាងជើងទល់នឹងប្រទេសចិនខាងត្បូងទល់នឹងសមុទ្រចិនគឺពីកូថារ៉ាបច្ចុប្បន្នញ៉ាត្រាងក្នុងប្រទេសវៀតណាមរហូតដល់ជូងសមុទ្របានដុងនៅម៉ាឡេស៊ីខាងលិចទល់នឹងប្រទេសភូមាហើយព្រំប្រទល់ខាងកើតទល់នឹងប្រទេសចម្ប៉ាយ៉ាងទៀតព្រះបាទសូរ្យវរ្ម័នទី2ទ្រង់ជាមគ្គុទ្ទេសក៍ដ៏ឆ្លៀសវៃក្នុងការដឹកនាំប្រទេសជាតិព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងបំផុតដែលមានជំនឿស៊ប់លើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុដែលក្នុងសម័យនោះមានប្រជាប្រិយភាពធំធេងនៅប្រទេសឥណ្ឌាផងនិងនៅកោះទ្វារផងព្រះអង្គបានលើកតម្កើងសាសនាព្រាហ្មណ៍គណៈវិស្ណុនេះឲ្យទៅជាសាសនារបស់រដ្ឋនៅក្នុងរាជរបស់ព្រះអង្គបដិមាតំណាងព្រះរាជាដែលគេតម្កល់ក្នុងប្រាសាទធំលែងជាព្រះសិវលិង្គរបស់ព្រះឥសូរទៀតហើយតែជាព្រះវិស្ណុបដិមាទៅវិញខាងវិស័យសំណង់ព្រះបាទសូរ្យវរ្ម័នទី2ទ្រង់ជាព្រះមហាក្សត្រមួយព្រះអង្គដែលមានស្នាមរហ័សយ៉ាងច្រើនសម្បើមដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរប្រាសាទភ្នំសណ្ដកប្រាសាទវត្តភូនិងប្រាសាទព្រះវិហាររីឯសំណង់ថ្មីមានប្រាសាទព្រះវិធូប្រាសាទចៅសាយទេវតាប្រាសាទធម្មនន្តប្រាសាទបន្ទាយចម្រែនិងប្រាសាទអង្គរវត្តដែលជាស្នាដៃដ៏ល្អប្រណិតនៃសិល្បៈខ្មែរហើយដែលត្រូវបានគេចាត់ទុកថាជាសំណង់សាសនាមួយដ៏ធំជាងគេក្នុងពិភពលោកប្រាសាទអង្គរវត្តក៏ជាទីដែលគេតម្កល់បដិមាព្រះវិស្ណុនិងក៏ប្រហែលជាទីដែលគេបញ្ចុះព្រះអដ្ឋិធាតុរបស់ព្រះអង្គក្នុងពេលដែលព្រះអង្គសោយទីវង្គតផងដែរក្រៅពីព្រះបាទសូរ្យវរ្ម័នទី2នៅសម័យអង្គរគេមិនអាចមិននិយាយអំពីព្រះបាទជ័យវរ្ម័នទី7ឡើយក្នុងចំណោមព្រះរាជានៃសម័យអង្គរទាំងអស់ព្រះបាទជ័យវរ្ម័នទី7ជាព្រះរាជាមួយអង្គដែលគេចាត់ទុកថាមានមហិទ្ធិឫទ្ធិបំផុតក្នុងព្រះរាជវង្សសាវតានៃប្រទេសកម្ពុជាព្រះអង្គទ្រង់បានកសាងប្រាសាទបាយ័នដ៏ល្បីល្បាញដែលជាស្នូលនៃរាជធានីអង្គរទី3ខុសពីព្រះរាជានៃសម័យអង្គរដែលភាគច្រើនគោរពប្រណិប័តន៍ព្រហ្មញ្ញសាសនាព្រះបាទជ័យវរ្ម័នទី7ទ្រង់គោរពព្រះពុទ្ធសាសនាមហាយានជាពិសេសគឺគោរពបូជាព្រះពោធិសត្វអវលោកេស្វរៈព្រះអង្គទ្រង់ឡើងគ្រងរាជ្យក្នុងព្រះជន្មាយុ56ព្រះវស្សាក្នុងឆ្នាំ1181នៃគ្រិស្តសករាជនៅរាជធានីយសោធរៈគឺរាជធានីអង្គរព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិបំផុតក្នុងព្រះរាជវង្សសាវតានៃប្រទេសកម្ពុជាក្នុងវិស័យសង្គ្រាមក្នុងរាជព្រះអង្គមានការបះបោរផ្ទៃក្នុងមួយនៅលំយ៉ងខាងត្បូង
ចិត្តខេត្តបាត់ដំបងព្រះអង្គបានបញ្ជាឲ្យយុវក្សត្រចាមមួយព្រះអង្គព្រះនាមវិទ្យានន្តដែលបានមករស់នៅប្រទេសខ្មែរតាំងពីក្មេងវាយកម្ចាត់បានដោយជោគជ័យហើយនគរចម្ប៉ាវិញស្ដេចចាមជ័យឥន្ទ្រវរ្ម័នទី4បានលើកទ័ពមកឈ្លានពានប្រទេសកម្ពុជាសាជាថ្មីម្ដងទៀតព្រះអង្គក៏បានបញ្ជូនកងទ័ពវាយបង្ក្រាបរហូតដល់ទីបំផុតរឹបអូសយកនគរចម្ប៉ាដាក់ជាអាណាខេត្តរបស់ប្រទេសខ្មែរបានតាំងពីឆ្នាំ1203រហូតដល់ឆ្នាំ1226នៃគ្រិស្តសករាជនៅក្នុងឆ្នាំ1207ព្រះបាទជ័យវរ្ម័នទី7បានបញ្ជាឲ្យក្សត្រចាមមួយព្រះអង្គព្រះនាមអង្គសរាជឲ្យលើកទ័ពចម្រុះខ្មែរភូមាសៀមទៅវាយប្រទេសយួនដៃវៀតទៀតផងនៅដើមសតវត្សទី13នៅក្នុងរាជការរបស់ព្រះបាទជ័យវរ្ម័នទី7ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរសព្វថ្ងៃរួមទាំងដែនដីកម្ពុជាក្រោមផងប្រទេសចម្ប៉ាទាំងមូលផងទឹកដីប្រទេសឡាវនិងប្រទេសថៃសព្វថ្ងៃផងរួមទាំងមួយភាគនៃជ្រោយម៉ាឡេស៊ីរហូតដល់ជ្រោយកោះក្រាហើយនិងប្រទេសភូមារហូតដល់ទន្លេសាលវិញក្នុងវិស័យសំណង់វិញព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រដែលបានសាងសមិទ្ធផលច្រើនជាងគេបង្អស់នៅក្នុងសម័យអង្គរណាប្រហ័សចម្បងរបស់ព្រះបាទជ័យវរ្ម័នទី7គឺការរៀបចំសាងរាជធានីអង្គរដែលចាមបានវាយបំផ្លាញខ្ទេចខ្ទីពីឆ្នាំ1177នោះឲ្យបានរៀបរយល្អឡើងវិញដោយមានកំពែងថ្មបាយក្រៀមនិងមានគូទឹកព័ទ្ធជុំវិញមានប្រវែង3គីឡូម៉ែត្រក្នុងជ្រុងនីមួយៗមានគោបុរៈគឺទ្វារធំចំនួន5និងមានប្រាសាទបាយ័នដែលមានកំពូលសុទ្ធតែមានមុខ4ដែលគេជឿថាជាប្រភពរបស់ព្រះពោធិសត្វអវលោកេស្វរៈជាស្នូលកណ្ដាលដែលយើងនិយមហៅថាក្រុងអង្គរទី3នៅជុំវិញក្រុងមានប្រាសាទបន្ទាយក្តីប្រាសាទតាព្រំប្រាសាទប្រខ័ណ្ឌនាគព័ន្ធតាសោមកោលគោនិងនៅតាមខេត្តមានប្រាសាទបន្ទាយឆ្មានៅខេត្តបាត់ដំបងវត្តនគរនៅខេត្តកំពង់ចាមតាព្រំបាត់ទីនៅខេត្តតាកែវនិងប្រាសាទជាច្រើនទៀតក្នុងទឹកដីថៃសព្វថ្ងៃដូចជាប្រាសាទវត្តមហាធាតុនៅខេត្តលុបបុរីប្រាសាទភិម៉ៃនៅខេត្តនគររាជសីមាប្រាសាទតាមាន់តូចនៅខេត្តសុរិន្ទប្រាសាទកំផែងលែងនៅខេត្តពេជ្របុរីប្រាសាទកំពែងតូចនៅខេត្តសីសកេតជាដើមក្រៅពីប្រាង្គប្រាសាទព្រះអង្គបានសាងមន្ទីរពេទ្យចំនួន102នៅក្នុងផ្ទៃប្រទេសកម្ពុជាទាំងមូលដែលមនុស្សក្នុងវណ្ណៈទាំង4អាចចូលមកព្យាបាលរោគបានដូចគ្នានឹងស្មើគ្នាព្រមទាំងសាងសាលាសំណាក់ឬសាលាធម្មទានចំនួន121នៅតាមបណ្ដាលផ្លូវធំៗនៃអាណាចក្រថែមទៀតផងនៅចុងសម័យអង្គរស្ថានភាពប្រទេសកម្ពុជាបានធ្លាក់ចុះបន្តិចម្ដងដែលបណ្ដាលមកពីជម្លោះសាសនាការបែកបាក់ផ្ទៃក្នុងការគំរាមកំហែងពីប្រទេសជិតខាងរួមមានម៉ុងហ្គោលលាវសៀមជាដើមដោយហេតុនេះចុងសម័យអង្គរជាសម័យកាលមួយនៃការធ្លាក់ចុះនៃមហាអំណាចខ្មែរចុងអង្គរត្រូវបានបោះបង់ចោលនៅឆ្នាំ1431នៃគ្រិស្តសករាជដោយព្រះបាទបញ្ញាយ៉ាតជាខ្សែស្រឡាយនៃរាជវង្សចុងក្រោយដែលសល់ពីចុងសម័យអង្គរឯកសារខ្លះទៀតបានបញ្ជាក់ថាពេលនោះមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតផងគឺទឹកស្ទឹងអង្គរត្រូវចុះរីងស្ងួត2ម៉ែត្រកន្លះបារាយអាងទឹកអង្គរធំប្រឡាយទឹកស្ងួតហួតហែងខ្វះទឹកធ្វើស្រែចម្ការច្បារដំណាំខ្វះទឹកបង្កបង្កើនផលកសិកម្មបណ្ដាលឲ្យពិបាករកស្បៀងអាហារសម្រាប់ចិញ្ចឹមជីវិតរាជប្រជារាជបរិពាររាជវាំងព្រមទាំងចិញ្ចឹមទ័ពផងនោះព្រះបាទបញ្ញាយ៉ាតក៏ទ្រង់ពិភាក្សានឹងសម្ដេចព្រះសុគន្ធារាជគ្រូបរហិត
រាជវង្សានុវង្សអង្គអគ្គមហាសេនាបតីមន្ត្រីទូតធំខ្ញុំរាជការហើយបានមតិយោបល់ព្រមព្រៀងគ្នាទាំងអស់ថាត្រូវលើករាជធានីចេញពីតំបន់អង្គរនៅក្នុងឆ្នាំ1431នៃគ្រិស្តសករាជព្រះអង្គក៏ទ្រង់លើកព្រះរាជធានីពីអង្គរទៅតាំងនៅឯទួលបាសានជាទីស្ថានជ័យភូមិដែលព្រះអង្គធ្លាប់បានតាំងជាក្បួនទ័ពហើយវាយរំដោះក្រុងអង្គរឲ្យជោគជ័យមកវិញនោះហើយតាំងនាមព្រះនគរនោះថាព្រះវាំងថ្មីប៉ុន្តែដោយមានទឹកចំនួនធំខុសធម្មតាព្រះអង្គទ្រង់គង់នៅទួលបាសានបានតែមួយឆ្នាំប៉ុណ្ណោះគឺនៅក្នុងឆ្នាំ1432ព្រះបាទពញ្ញាយ៉ាតក៏ទ្រង់បដូររាជធានីពីទីនោះមកតាំងទីរាជធានីនៅភ្នំដូនពេញចាក់ទៅមកវិញសម័យកាលចតុមុខសម័យកាលចតុមុខគឺជាសម័យកាលក្រោយការដួលរលំនៃចក្រភពអង្គរដែលបានចាប់ផ្ដើមឡើងក្នុងសតវត្សទី15គឺចាប់ផ្ដើមពីឆ្នាំ1432នៃគ្រិស្តសករាជរហូតដល់ឆ្នាំ1525នៃគ្រិស្តសករាជសម័យចតុមុខគឺជាសម័យកាលមួយដែលមិនសូវមានសង្គ្រាមហែកហួរពីសំណាក់បរទេសឡើយក៏ប៉ុន្តែមានសង្គ្រាមដណ្ដើមរាជនៅក្នុងផ្ទៃក្នុងយ៉ាងកុសលបង្កើតចលាចលពេញព្រះនគរដោយសារចំនួនរាជវង្សធ្វើឲ្យកម្ពុជាសម័យចតុមុខត្រូវចែកចេញជា3ចំណែកដែលមានស្ដេចស្រុតតែជាញាតិសាច់សាលោហិតតែមួយហើយរាជដាច់ពីគ្នាស្ដេចទាំង3អង្គនោះគឺព្រះបាទនរារាជាព្រះបាទស្រីរាជានិងព្រះបាទធម្មរាជាដោយសារតែមានសង្គ្រាមផ្ទៃក្នុងមិនឈប់ឈរជាហេតុផលផ្ដល់ឱកាសឲ្យសៀមលូកដៃចូលអន្តរាគមន៍ហើយជាលទ្ធផលទឹកដីខ្មែរភាគខាងលិចត្រូវបានបាត់បង់ទៅលើសៀមដែលមានដូចជាខេត្តនគររាជសីមាបស្ចឹមបុរីនិងចន្ទបុរីជាដើមសម័យចតុមុខត្រូវបានបិទបញ្ចប់នៅក្នុងរាជរបស់ស្ដេចកនក្នុងឆ្នាំ1525ព្រះស្ដេចកនដែលជាស្ដេចដណ្ដើមរាជពីព្រះបាទសកលបុត្រតែចុងក្រោយព្រះបាទចន្ទរាជាដែលជាព្រះអនុជរបស់ព្រះបាទសកលបុត្របានធ្វើកុដស្ដេចកនដោយកាត់ព្រះសិរសាហើយឡើងសោយរាជបង្កើតសម័យលង្វែកសម័យលង្វែកនៅឆ្នាំ1529ក្រោយពីបានសាងបន្ទាយលង្វែករាជវាំងរាជដំណាក់តូចធំចប់សពគ្រប់ហើយព្រះបាទចន្ទរាជាទ្រង់យាងចេញពីបន្ទាយជ័យខេត្តពោធិ៍សាត់មកគង់នៅរាជធានីថ្មីគឺបន្ទាយលង្វែកបើគិតត្រឹមឆ្នាំ1529រហូតដល់ឆ្នាំ1618បន្ទាយលង្វែកមានអាយុកាល89ឆ្នាំបន្ទាយលង្វែកគឺជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ស្ថិតនៅក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងរាជធានីនេះត្រូវបានរៀបចំចាត់ឲ្យកសាងឡើងដោយព្រះបាទចន្ទរាជាបន្ទាប់ពីព្រះអង្គវាយឈ្នះព្រះស្ដេចកននិងដណ្ដើមរាជបានមកវិញព្រះបាទចន្ទរាជាក្រោយពីបានសម្រេចការសង្គ្រាមលើស្ដេចកនបានហើយព្រះអង្គទ្រង់គង់នៅបន្ទាយជ័យខេត្តពោធិ៍សាត់ដដែលប៉ុន្តែមិនយូរប៉ុន្មានគឺដល់ឆ្នាំ1527ព្រះអង្គទ្រង់ចេញបញ្ជាឲ្យមន្ត្រីជំនាញរបស់ព្រះអង្គមួយចំនួនមានអង្គញាពិភៈអិសរាអង្គញារក្សាអិសរោជាមេការអង្គញាពិភៈទិបរាជអង្គញាស្រីសមេធរាជាធិបតីប៉ែនក្រុមសូរិយោដីរៀបចំកសាងរាជវាំងក្រុងលង្វែកជាទីដែលព្រះអង្គទ្រង់យល់ថាមានជ័យភូមិល្អព្រោះជាចំណុចយុទ្ធសាស្ត្រមួយស្រួលការពារខ្លួនបាត់នៅទីនោះមានព្រៃមានទន្លេនិងមានបឹងទៀតផងរាជធានីថ្មីនេះត្រូវបានសាងឡើងដោយម៉ត់ចត់អស់រយៈពេល3ឆ្នាំដែលមានរាង4ជ្រុងទ្រវែងទទឹងប្រហែល2គីឡូម៉ែត្របណ្ដោយជិត3គីឡូម៉ែត្រ
មានលើកជាទំនប់ច្រោះក្តារធ្វើជាបន្ទាយកម្ពស់17ហត្ថខ្នងលើ10ហត្ថជើងទេ22ហត្ថពាត់ជា3ជ្រុងខាងមុខមានព្រៃបឹងនិងទន្លេមានគូទឹកនិងដាំឫស្សីយ៉ាងក្រាស់ជារបងកម្រាស់ជាង100ម៉ែត្រព័ទ្ធជុំវិញមានទ្វារធំ8ដែលមានសើនគឺលើកដីជាទួលខ្ពស់កម្ពស់22ហត្ថសម្រាប់ដាក់កាំភ្លើងធំគ្រប់ទ្វារទាំង4ហើយនៅទិសទាំង4មានសើនកម្ពស់25ហត្ថសម្រាប់ដាក់កាំភ្លើងធំដូចគ្នាផងដែរនៅក្នុងក្រុងថ្មីដែលជាបន្ទាយដ៏រឹងមាំនេះមានសាងរោងដំរីបន្ទាយសេះបន្ទាយទាហានបន្ទាយកាំភ្លើងតូចទាហានថ្មើរជើងនិងជើងទឹកព្រមទាំងឃ្លាំងអាវុធយុទ្ធភ័ណ្ឌនិងស្បៀងអាហារសពបែបយ៉ាងនៅកណ្ដាលក្រុងថ្មីនេះមានសាងព្រះរាជវាំងដែលមានកំផែងច្រើនជាន់មានប្រាសាទមានព្រះរាជមន្ទីរតូចធំសុទ្ធតែមានចម្លាក់រចនាបិទមាសអោភាសឆ្អិនឆ្អៅមានស្រះនិងសួនច្បារដ៏ល្អប្រណិតទៀតផងនៅខាងទិសឦសាននៃព្រះរាជវាំងនេះរាជាទ្រង់ឲ្យតាំងរូបឃ្លាំងមឿងគឺជាអ្នកតាចាស់ស្រុកម្ចាស់ទឹកម្ចាស់ដីនៅទីនោះថ្ងៃក្រោយមកទៀតព្រះអង្គទ្រង់បានសាងវត្តត្រលែងចែងនៅក្នុងបន្ទាយលង្វែកទៀតដែលតាមជំនឿបន្តគ្នាមកថាជាវត្តដ៏ពូកែស័ក្តិសិទ្ធិដោយមានព្រះពុទ្ធរូប4ព្រះអង្គទ្រង់ឈរកម្ពស់18ហត្ថព្រះភ័ក្ត្របែរទៅទិសធំទាំង4ហើយព្រះបដ្ឋិឬព្រះប្រាសគឺខ្នងបែរទល់គ្នារាជធានីលង្វែកគឺជាបន្ទាយដ៏រឹងមាំនិងជាឃ្លាំងវប្បធម៌ដ៏រុងរឿងបំផុតនាសម័យក្រោយអង្គររបស់ប្រទេសកម្ពុជាឯកសារខ្លះទៀតបានបញ្ជាក់ថានៅកណ្ដាលរាជធានីថ្មីនេះគេបានសាងបដិមាកព្រះភក្ខនេសដ៏ធំមួយខ្លួនមនុស្សក្បាលដំរីដែលជាអាទិទេពតំណាងខាងអក្សរសាស្ត្រនិងវិទ្យាសាស្ត្រគ្រប់ជាអ្នកតារក្សាក្រុងយ៉ាងទៀតមានការនិយាយតគ្នាថានៅក្នុងបន្ទាយលង្វែកនេះគេបានតម្កល់បដិមាព្រះគោមួយអង្គនិងព្រះកែវមួយអង្គផងដែរដែលជាបងប្អូនបង្កើតនឹងគ្នាអ្នកស្រុកតែងតែគោរពបូជាដោយចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធិរបស់ជាតិខ្លួនថែមទៀតផងយ៉ាងទៀតគេក៏ជឿដែរថាគម្ពីរក្បួនច្បាប់ដែលសំខាន់បំផុតរបស់ជាតិត្រូវគេយកមករក្សាទុកក្នុងពោះព្រះគោនោះឯងប៉ុន្តែជាអកុសលនៅក្នុងឆ្នាំ1593ក្នុងរាជរបស់ព្រះបាទជ័យជេដ្ឋារាមាធិបតីបន្ទាយលង្វែកត្រូវបានពួកសៀមវាយបែកក្រោយពីបំបែកបន្ទាយលង្វែកមកប្រទេសកម្ពុជាចាប់ដើមធ្លាក់ឫទ្ធានុភាពហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយមិនត្រឹមតែប៉ុណ្ណោះប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិចនិងជាយប់ដូចជាខេត្តយន្តបុរីបាស្ចំបុរីនគររាជសីមាបាត់ដំបងសៀមរាបនិងពោធិ៍សាត់ជាដើមក្រោយពីវាយកាន់កាប់ក្រុងលង្វែកបានហើយស្ដេចសៀមបានតែងតាំងមេទ័ពសៀមម្នាក់ឈ្មោះជាមហាមន្ត្រីព្រមទាំងរក្សាទុកកងទ័ពចំនួន 20,000 នាក់ឲ្យនៅត្រួតត្រាក្រុងលង្វែកទៀតផងការបែកបាក់ក្រុងលង្វែកបានបង្កឲ្យមានការវិនាសនៃទ្រព្យសម្បត្តិជាច្រើនមន្ត្រីសេនាបតីអ្នកប្រាជ្ញព្រាហ្មណ៍បរោហិតអ្នកចេះដឹងអំពីក្បួនច្បាប់តម្រានិងវត្ថុមានតម្លៃជាច្រើនត្រូវបានសៀមរឹបអូសប្រមូលយកទៅស្រុកវាអស់រាជវង្សានុវង្សខ្មែរជាច្រើនដែលក្នុងនោះមានឧបរាជនិងជាមេទ័ពខ្មែរមួយអង្គគឺព្រះបាទស្រីសុរិយោពណ៌ក៏ត្រូវសៀមនាំយកទៅស្រុកវាដែរការបែកបាក់នេះជាការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃឥទ្ធិពលរបស់រាជាណាចក្រខ្មែរឲ្យបណ្ដាលឲ្យមានការបែកបាក់សាមគ្គីក្នុងប្រទេសកើតឡើងទោះជាយ៉ាងនេះក្តីការត្រួតត្រារបស់មេទ័ពសៀមលើក្រុងលង្វែកមិនបានរយៈពេលយូរប៉ុន្មានឡើយព្រះបាទរាមាជើងព្រៃដែលជាញាតិវង្សខ្មែរម្នាក់បានលើកទ័ពទៅវាយឆ្មក់ហើយសម្លាប់មេទ័ពសៀមនោះបានហើយឡើង
គ្រងរាជខ្លួនឯងនៅក្នុងឆ្នាំ1594ប៉ុន្តែការភ័យខ្លាចចំពោះកម្លាំងរបស់សៀមក្រែងវិលត្រឡប់មកវិញបានធ្វើឲ្យស្ដេចរាមាជើងព្រៃត្រូវបង្ខំចិត្តបដូររាជធានីទៅតាំងរាជវាំងនៅស្រីសន្ធរកំពង់ចាមវិញតែនៅទីនោះទ្រង់ត្រូវបានធ្វើគុតក្នុងពេលដែលទ្រង់ចេញទៅធ្វើការបង្ក្រាបជនជាតិអេស្ប៉ាញឈ្មោះ Ruiz និងជនជាតិព័រទុយហ្គាល់ឈ្មោះ Veloso នៅគ្រិស្តសករាជ1596ព្រះញាតិវង្សមួយព្រះអង្គទៀតឈ្មោះពញាតនដែលជាអនុជរបស់ព្រះបាទជ័យជេដ្ឋាទី1ឬបានគេតែងតាំងឲ្យសោយរាជពីឆ្នាំ1596ដល់ឆ្នាំ1597ស្ដេចអង្គនេះបានតែងតាំង Veloso ឲ្យធ្វើជាស្ដេចក្រាញ់លើដែនដីបាភ្នំទុកជាការសងគុណប៉ុន្តែនៅខេត្តត្បូងឃ្មុំការបះបោរមួយដែលដឹកនាំដោយវ៉ោរ៉ាតនិងលក្ខស៊ីណាបានកើតឡើងទ្រង់ដឹកនាំទ័ពទៅបង្ក្រាបពួកនេះប៉ុន្តែត្រូវពួកនោះធ្វើគុណពួកមន្ត្រីសេនាបតីក៏យាងពញាអនដែលជាព្រះបិតុលារបស់ពញាតនឲ្យស្នងរាជនៅក្នុងឆ្នាំ1597ទ្រង់បានកម្ចាត់វ៉ោរ៉ាតនិងលក្ខស៊ីណាហើយនាំទ័ពត្រឡប់មកវិញបានពាក់កណ្ដាលផ្លូវក៏បោះជំរំសម្រាកនៅទីនោះទ្រង់បានបង្ខំយកស្ត្រីម្នាក់ដែលមានរូបឆោមលួងពណ៌ល្អឥតខ្ចោះប៉ុន្តែនាងមានប្តីទៅហើយនោះប្តីនាងនោះឈ្មោះកែវដោយមានការខឹងសម្បារនឹងពញាអនក៏បះបោរឡើងតែមានឈ្មោះថាកែវព្រះភ្លើងវាកម្លាំងប្រឆាំងឡើងរួចធ្វើគុតពញាអនបានសម្រេចនៅក្នុងឆ្នាំ1598បុត្រីទី3របស់ព្រះសត្ថាទី1នាមពញាញោមទ្រង់ទទួលងារជារាជានុសិទ្ធនៅក្នុងឆ្នាំ1599គឺមានសិទ្ធិដូចជាព្រះរាជាប៉ុន្តែមិនមែនជាព្រះរាជាពេញសិទ្ធិនោះទេទ្រង់បានកម្ចាត់កែវព្រះភ្លើងបានដោយឡែករាជានុសិទ្ធម្នាក់នេះមានចរិតមិនល្អចូលចិត្តតែខាងស្រីស្រាបបបាញ់សត្វចាប់ប្រពន្ធកូនអ្នកស្រុកអ្នកធ្វើខុសមិនជាប់ទោសហេតុនេះហើយទាំងប្រជារាស្ត្រទាំងមន្ត្រីមានការមិនពេញចិត្តជាខ្លាំងព្រះអัยការរបស់ទ្រង់ក៏សូមយាងព្រះបាទស្រីសុរិយោពណ៌ដែលគង់នៅស្រុកសៀមព្រមទាំងរាជវង្សទាំងប៉ុន្មានមកស្រុកខ្មែរវិញជាដំបូងសៀមបានអនុញ្ញាតឲ្យតែព្រះបាទស្រីសុរិយោពណ៌និងឧស័យដែលជាបុត្រទី2របស់ព្រះស្រីសុរិយោពណ៌មកជាមុនរីឯជ័យជេដ្ឋាទី2ដែលជាបុត្រច្បងមិនទាន់បានមកនៅឡើយទេពញាញោមបានព្រមព្រៀងថ្វាយរាជសម្បត្តិទៅព្រះបាទស្រីសុរិយោពណ៌នៅក្នុងឆ្នាំ1600នៃគ្រិស្តសករាជហើយទ្រង់នៅកាន់ឋានៈជាព្រះកែវហ្វាដដែលសម័យលង្វែកត្រូវបានបិទបញ្ចប់ត្រឹមរាជរបស់ព្រះបាទស្រីសុរិយោពណ៌នាឆ្នាំ1618បន្ទាប់ពីសម័យលង្វែកមកប្រទេសកម្ពុជាឈានចូលដល់សម័យកាលថ្មីមួយទៀតគឺសម័យឧដុង្គសម័យឧដុង្គចាត់ទុកថាជាយុគដ៏អាក្រក់បំផុតសម្រាប់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាតែក្នុងរាជវង្សនាសម័យនោះមានការបែកបាក់ជាដំណំជាហេតុនាំឲ្យសៀមនិងយួនអាណាមលូកដៃកកកកាយផ្ទៃក្នុងខ្មែរស្រេចតែអំពើចិត្តទឹកដីកម្ពុជាក្រោមបូករួមជាមួយនឹងទឹកដីកម្ពុជាលើមួយចំនួនត្រូវបានបាត់បង់ជាបន្តបន្ទាប់ទៅសៀមនិងយួនអាណាមនៅសម័យឧដុង្គនោះសម័យឧដុង្គរាប់ចាប់ពីឆ្នាំ1620នៃគ្រិស្តសករាជរហូតដល់ឆ្នាំ1863នៃគ្រិស្តសករាជព្រះមហាក្សត្រដែលបានសោយរាជមុនគេនៅសម័យឧដុង្គគឺព្រះបាទជ័យជេដ្ឋាទី2ព្រះបាទជ័យជេដ្ឋាទី2ឡើងសោយរាជនៅរាជធានីល្វីអែមនាឆ្នាំ1618នៃគ្រិស្តសករាជដោយមានព្រះនាមរបស់សម្រាប់រាជថាព្រះបាទសម្ដេចរាជអង្គការព្រះជ័យជេដ្ឋាធិរាជរាមាធិបតីបរមបពិតក្រុងព្រះជន្មាយុ40ព្រះវស្សាដោយមានព្រះមហេសីជាបុត្រីស្ដេចអាណាមគឺព្រះនាងចៅ
ដែលភាសាវៀតណាមហៅថាងប់វ៉ាន់ក្នុងរយៈកាល245ឆ្នាំនៃសម័យឧដុង្គប្រជាជាតិខ្មែរដែលជាពូជអ្នកសាងអង្គរបានក្លាយជាជាតិសាសន៍មួយដែលរត់ទៅលិចពឹងសៀមរត់ទៅកើតសុំជំនួយពីអាណាមលែងជាជាតិដែលឯករាជ្យនិងស្វាហាប់ដូចមុនទៀតហើយនៅដើមសម័យឧដុង្គការប្រកាប់ប្រចាក់គ្នាឯងបានធ្វើឲ្យសៀមលោកដៃមិនជោគឈររីឯអាណាមវិញដែលកំពុងតែជួបការលំបាកក្នុងចម្បាំងគ្នាឯងជាមួយរាជវង្សលេនៅភាគខាងជើងបែរជាបានជួបនឹងក្សត្រខ្មែរដែលទៅចងសម្ព័ន្ធភាពគឺហាក់ដូចជាផ្ដល់កម្លាំងចិត្តឲ្យគេក្នុងការបំពេញមហិច្ឆតាពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់គ្រាន់តែចាប់ផ្ដើមនៃចំណងមេត្រីភាពភ្លាមខ្មែរត្រូវបានអាណាមប្រើល្បិចសំខ្ចីទឹកដីទៅហើយជាទឹកដីដែលជាចំណុចមមាញឹកខាងពាណិជ្ជកម្មផងជាចំណុចយុទ្ធសាស្ត្រតំបន់ផងនិងជាច្រកឆ្ពោះទៅរកពិភពលោកខាងក្រៅតាមផ្លូវសមុទ្រផងការមិនចងចាំមេរៀនប្រវត្តិសាស្ត្រការមិនអើពើសិក្សាអំពីចរិតប្រទេសជិតខាងបានធ្វើឲ្យខ្មែរកាន់តែលង់ខ្លួនក្នុងទំនាក់ទំនងជាមួយអាណាមហើយក៏ដកខ្លួនមិនរួចពីសៀមដែលជាសត្រូវចាស់ផងដែរសម័យឧដុង្គត្រូវបានបិទបញ្ចប់ដោយការខាត់បង់ទឹកដីយ៉ាងធំធេងគោលគឺទឹកដីកម្ពុជាក្រោមលែងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជានៅសម័យឧដុង្គនោះឯងឆ្លងផុតពីសម័យឧដុង្គកម្ពុជាបានផ្អែកខ្លួនលើមហាអំណាចអឺរ៉ុបបង្កើតសម័យកាលថ្មីមួយទៀតគឺសម័យអាណានិគមនិយមបារាំងបារាំងបានចាប់ផ្ដើមដាក់អាណាព្យាបាលលើកម្ពុជាជាផ្លូវការនៅថ្ងៃទី11ខែសីហាឆ្នាំ1863ចាប់តាំងពីពេលនោះមកប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាណានិគមនិយមបារាំងអស់រយៈពេល90ឆ្នាំដោយគិតចាប់ពីឆ្នាំ1863រហូតដល់ពេលទទួលឯករាជ្យនាឆ្នាំ1953ពោះអាណានិគមនិយមបារាំងមកលើកម្ពុជាត្រូវបានគេសន្និដ្ឋានថាមានគុណសម្បត្តិនិងគុណវិបត្តិដោយឡែកពីគ្នាចំពោះផលលំបាកនោះគឺការបង្ខំឲ្យប្រជាជនខ្មែរបង់ពន្ធដារយ៉ាងធ្ងន់ធ្ងរដោយមិនលើកលែងដូចជាពន្ធស្រូវពន្ធមនុស្សពន្ធដីធ្លីពន្ធសត្វពាហនៈពន្ធលើយានយន្តជាដើមក្រៅពីនេះបារាំងបានកេណ្ឌប្រជាជនខ្មែរឲ្យចូលរួមបម្រើកងទ័ពបារាំងក្នុងសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2ដែលបានបណ្ដាលឲ្យប្រជាជនមួយចំនួនបានបាត់បង់ជីវិតនិងរងរបួសនៅក្នុងសមរភូមិហើយកាន់តែធ្ងន់ជាងនេះទៅទៀតនោះគឺបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមនិងតំបន់ដាឡាត់ទៅស្ដេចយួនប៉ៅដាយគ្រប់គ្រងនៅថ្ងៃទី14ខែមិថុនាឆ្នាំ1949នៅបែកខាងលិចវិញបារាំងកាត់ខេត្តត្រាតរបស់ខ្មែរទៅឲ្យសៀមកាន់កាប់វិញហើយចុងក្រោយគឺប្រមូលយកវត្ថុកេតនភណ្ឌដ៏មានតម្លៃរបស់ខ្មែរទៅកាន់ប្រទេសបារាំងស្ទើរតែទាំងអស់ចំពោះមូលហេតុដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមខ្ញុំបាទនឹងរៀបរាប់នៅវីដេអូលើក្រោយដោយឡែកចំពោះគុណសម្បត្តិវិញគឺបារាំងជួយរក្សាទឹកដីខ្មែរឲ្យបានសេសសល់គង់វង្សរហូតដល់បច្ចុប្បន្នព្រមទាំងទាមទារយកទឹកដីខេត្តខណ្ឌខ្មែរពីសៀមមកប្រគល់ឲ្យខ្មែរវិញខ្លះៗក្នុងគ្រិស្តសករាជ1883 1889 1904 1907មានមលូព្រៃកោះកុងស៊ីសុផុនបាត់ដំបងនិងសៀមរាបលើសពីនេះទៅទៀតបារាំងបានជួយរៀបចំទឹកដីសង្គមជាតិខ្មែរឲ្យក្លាយជាសង្គមទំនើបដោយអរិយប្រទេសនៅបច្ចឹមលោកបណ្ដុះបណ្ដាលផ្នែកអប់រំនិងបញ្ញវន្តខ្មែរចងក្រងវប្បធម៌ខ្មែរប្រវត្តិសាស្ត្រខ្មែរនិងលើកស្ទួយលើកតម្កើងឲ្យពិភពលោកបានស្គាល់អ្វីដែលជាអតីតកាលដ៏អស្ចារ្យរបស់ខ្មែរក្រៅពីនេះជួយជួសជុលសាងសង់ប្រាសាទខ្មែរទាំងប៉ុន្មានដែលយើងបានបំផ្លិចបំផ្លាញ
និងបោះបង់ចោលក្នុងព្រៃភ្នំក្នុងថ្មដែលផ្ដល់នូវមោទនភាពដល់ខ្មែរនៅពេលបច្ចុប្បន្ននិងអនាគត។